គោរពជំរាបសួរប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធីពីកម្ពុជារបស់ទូរទស្សន៍ BTV ពីកម្ពុជានៅថ្ងៃនេះយើងមានប្រធានបទថ្មីមួយទៀតដែលពាក់ព័ន្ធជាមួយនឹងវិស័យអប់រំបណ្ដាប្រិយមិត្តទូរទស្សនិកជននៅរយៈពេលចុងក្រោយនេះឃើញថាអរិយាប័ត្ររបស់យុវជនក៏ដូចជាសិស្សានុសិស្សមានការប្រែប្រួលច្រើនដោយពួកគាត់មានការចាប់អារម្មណ៍ទៅលើការអានគួបផ្សំជាមួយនឹងឥឡូវនេះទាំងបណ្ណាល័យនៅតាមសាលារៀនក៏ត្រូវបានលើកកម្ពស់ហើយការរៀបចំនៅបណ្ណាល័យចល័តនៅតាមទីសាធារណៈនានាក៏កំពុងតែមានការរៀបចំយ៉ាងច្រើនផងដែរទាំងនៅភ្នំពេញក៏ដូចជានៅតាមបណ្ដាខេត្តប្រហែលថ្ងៃមុននេះក៏សម្ដេចធិបតីបានជំរុញឲ្យមាននៅការរៀបចំបណ្ណាល័យចល័តឲ្យបានច្រើនដើម្បីជាការលើកកម្ពស់ការអានព្រោះការអានផ្ដល់ប្រយោជន៍យ៉ាងខ្លាំងទៅដល់សិស្សានុសិស្សចាប់ពីក្មេងតូចៗរហូតទៅដល់សិស្សកម្រិតមធ្យមហើយនិងយុវជនរបស់យើងជាទូទៅផងដែរនៅថ្ងៃនេះខ្ញុំនឹងមកជួបសម្ភាសជាមួយនឹងលោកជំទាវខួនវិជ្ជការអ្នកនាំពាក្យនៃក្រសួងអប់រំយុវជននិងកីឡាដើម្បីជ្រាបច្បាស់បន្ថែមអំពីការធ្វើកិច្ចការងាររបស់ក្រសួងអប់រំនៅក្នុងការរៀបចំបណ្ណាល័យនៅទូទាំងសាលានៅទូទាំងប្រទេសកម្ពុជារបស់យើងតែម្ដងថាតើនៅពេលបច្ចុប្បន្ននេះការរៀបចំបណ្ណាល័យសម្រាប់ឲ្យសិស្សានុសិស្សអានអាចមានគ្រប់គ្រាន់ហើយឬនៅហើយមានការរៀបចំកម្រិតស្តង់ដារបែបណាដែរដើម្បីជួយជំរុញលើកទឹកចិត្តទៅដល់សិស្សានុសិស្សបន្ថែមក៏ដូចជាតើក្រសួងមើលឃើញយ៉ាងណាអំពីប្រយោជន៍នៃការរៀបចំបណ្ណាល័យនៅតាមទីសាធារណៈនានាវាអាចផ្ដល់ការលើកកម្ពស់ការអាននេះយ៉ាងម៉េចដែរហើយនឹងតើក្រសួងអប់រំនឹងមានផែនការអ្វីបន្ថែមនៅក្នុងការជំរុញលើកកម្ពស់នៅការអាននេះយើងជួបជាមួយនឹងលោកជំទាវជាមួយនឹងនាងខ្ញុំតែម្ដងជំរាបសួរលោកជំទាវចាថ្ងៃនេះជួបគ្នាជាថ្មីម្ដងទៀតហើយក៏អរគុណដែរដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃជាមួយនឹងកម្មវិធីពីកម្ពុជារបស់ទូរទស្សន៍ BTV ដោយដែលនេះខ្ញុំបានជម្រាបជូននៅថ្ងៃនេះយើងលើកឡើងច្រើនអំពីវិធីសាស្ត្រនៃការជំរុញការអានក៏ដូចជាអត្ថប្រយោជន៍នៃការរៀបចំជាបណ្ណាល័យចល័តនៅតាមទីសាធារណៈនានាសំណួរដំបូងទៅកាន់លោកជំទាវតែម្ដងតើការអានផ្ដល់អត្ថប្រយោជន៍យ៉ាងដូចម្តេចដែរចាជាបឋមនេះខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទូរទស្សន៍ BTV ដែលផ្ដល់ឱកាសមកដល់ក្រសួងអប់រំនៅក្នុងការបកស្រាយបន្ថែមពីការអានក៏ដូចជាបណ្ណាល័យនេះទី1តកតងទៅនឹងសំណួរដែលសួរថាតើការអានមានផលប្រយោជន៍យ៉ាងម៉េចខ្លះចំពោះសិស្សានុសិស្សក៏ដូចជាសាធារណជនបើសិនយើងក៏លេខមើលនៅក្នុងកម្រិតនៃការរៀនវិញការរៀននេះគឺយើងខ្វះមិនបានទេបណ្ណាល័យដោយសារតែបច្ចុប្បន្នយើងចង់ជំរុញឲ្យការរៀននៅបង្រៀនហ្នឹងគឺអនុវត្តទៅតាមវិធីសាស្ត្របង្រៀនថ្មីដែលមានន័យថាឲ្យសិស្សានុសិស្សហ្នឹងគាត់គិតពិចារណាស្វែងរកស្រាវជ្រាវទៅតាមវិធីសាស្ត្រដូចជាវិធីសាស្ត្របង្រៀនបែបរុករកឬក៏បែបគម្រោងជាដើមនោះគឺទាមទារឲ្យសិស្សានុសិស្សអានឲ្យបានច្រើនធ្វើការស្រាវជ្រាវបានច្រើនអញ្ចឹងហើយការអាននេះគឺពិតជាសំខាន់សម្រាប់ឲ្យបងប្អូនអាចរៀនទៅទទួលបានទាំងចំណេះដឹងទាំងបំណិនសម្បទាក៏ដូចជាចរិយាសម្បទាដោយសារតែនៅក្នុងអំឡុងពេលនៃការរៀនហ្នឹងគាត់មានសកម្មភាពជាមួយនឹងមិត្តភ័ក្តិដទៃទៀតគាត់អាចពិគ្រោះយោបល់ជាមួយនឹងគ្រូហើយគាត់អានសៀវភៅច្រើនដើម្បីឆ្លើយតបទៅនឹងសំណួរឬក៏គម្រោងណាមួយដែលគាត់បានទទួលពីលោកគ្រូអ្នកគ្រូអញ្ចឹងជាបឋមគឺក្រសួងមើលឃើញថាដើម្បីឲ្យបងប្អូនសិស្សានុសិស្សហ្នឹងទទួលបានចំណេះដឹងស្របទៅតាមបំណិនសតវត្សទី21គឺចាំបាច់បំផុតគឺការអានហើយទី2បើសិនយើងក៏លេខមើលទៅលើការស្រាវជ្រាវរបស់សាកលវិទ្យាល័យល្បីៗជុំវិញពិភពលោកក៏បានបង្ហាញឲ្យឃើញដែរថាការអានគឺអាចបង្កើនចំណេះដឹងបានដោយសារតែសៀវភៅយើងមានជំរើសជាច្រើនដែលអ្នកអាននឹងអាចធ្វើការជ្រើសរើសទៅតាមចំណង់ចំណូលចិត្តរបស់គាត់មិនថាតែគាត់ចូលចិត្តផ្នែកប្រវត្តិសាស្ត្រផ្នែកសេដ្ឋកិច្ចឬផ្នែកវិទ្យាសាស្ត្រដែលគាត់អាចរុករកសៀវភៅនានាបង្កើនចំណេះដឹងដល់គាត់ហើយរឿងទី2យើងមើលឃើញថាការអានច្រើននឹងអាចធ្វើឲ្យគាត់នឹងអាចអភិវឌ្ឍសមត្ថភាពក៏ដូចជាគំនិតរបស់ខ្លួនឯងបានមានរូបអារម្មណ៍អាចគាត់ត្រេះរិះពិចារណាហើយនឹងអាចបង្កើតអីថ្មីដោយសារតែពេលគាត់អានគាត់មានចម្ងល់ច្រើនហើយគាត់តែងមើលឃើញថាចំណេះដឹងដែលគាត់មានកន្លងមកនោះវាអត់ទាន់គ្រប់គ្រាន់នៅក្នុងការធ្វើបំពេញការងារប្រកបដោយប្រសិទ្ធភាពឬក៏អាចបង្កើតថ្មីបានដោយជោគជ័យទេអញ្ចឹងហើយគាត់ព្យាយាមស្វែងរកជាបន្តបន្ទាប់ហើយយើងជឿថាការអានហ្នឹងនឹងផ្ដល់ឱកាសឲ្យគាត់ហ្នឹងនៅក្នុងការអភិវឌ្ឍខ្លួនគាត់ហ្នឹងឲ្យកាន់តែមានគំនិតទូលំទូលាយអាចដោះស្រាយបញ្ហាបានលឿនជាដើមហើយក្រៅពីនោះក៏យើងសង្កេតឃើញដែរថាការអានហ្នឹងក៏ជាចំណុចសំខាន់មួយដើម្បីគាត់មានសមត្ថភាពនៅក្នុងការសរសេរក៏ដូចជានៅក្នុងការអានហ្នឹងបានប្រសើរជាងមុនអ
អញ្ចឹងនៅក្នុងការគ្រប់គ្រងសិស្សានុសិស្សនៅក្នុងការរៀនក៏ដូចគ្នាដែរទាំងកម្រិតថ្នាក់អំណាងថ្នាក់ដំបូងហ្នឹងថ្នាក់ទី1ទី2ទី3ហ្នឹងក៏យើងបានរៀបចំជាសភៅច្រើនកម្រិតដោយស្របទៅតាមសមត្ថភាពរបស់បងប្អូនដើម្បីជំរុញឲ្យគាត់ហ្នឹងអាចអានបានល្អដើម្បីបង្កើនចំណេះដឹងខាងផ្នែកភាសាហ្នឹងអញ្ចឹងការរៀនភាសាខ្មែរក៏ដោយឬក៏ភាសាបរទេសក៏ដោយកាលណាគាត់អានច្រើននោះសមត្ថភាពនៅក្នុងការប្រាស្រ័យភាសារបស់គាត់នឹងទទួលបានជោគជ័យហើយមានកម្រិតខ្ពស់ហើយក្រៅពីនោះយើងជឿថាសភៅគឺជារបស់មួយដែលអាចធ្វើឲ្យគាត់កាត់បន្ថយ stress ហើយឲ្យគាត់នឹងមានផ្លូវចិត្តដែលរឹងមាំដែលធ្វើឲ្យគាត់នឹងដោយសារតែគាត់អានគាត់នឹងផ្ដោតផ្ចង់អារម្មណ៍ទៅលើខ្លឹមសារទៅលើសភៅនឹងមានរូបអារម្មណ៍ទៅលើសភៅនឹងផ្ដាច់ការគិតរឿងរវើរវាយជាច្រើនដែលអាចធ្វើឲ្យគាត់មានវិបត្តិផ្លូវចិត្តអីជាដើមអញ្ចឹងតាមការស្រាវជ្រាវក៏បញ្ជាក់ដែរថាសភៅក៏ជាផ្នែកមួយសំខាន់ដើម្បីដោះស្រាយបញ្ហាផ្លូវចិត្តក៏ដូចជាពេលដែលសម្រាកមិនមែនគ្រាន់តែសម្រាកកាយប៉ុន្តែឲ្យខួរក្បាលគាត់នឹងបានសម្រាកដែរហើយចុងក្រោយយើងឃើញថានៅក្នុងការស្រាវជ្រាវសង្កេតមើលទៅលើអ្នកជោគជ័យនៅលើជុំវិញពិភពលោកយើងឃើញថាអ្នកដែលចូលចិត្តអានច្រើនគាត់មានឱកាសទទួលបានជោគជ័យនៅក្នុងជីវិតការងាររបស់គាត់ច្រើនយើងឃើញមានជាពិសេសថ្នាក់ដឹកនាំរបស់ក្រសួងអប់រំយុវជននិងកីឡាអាដាមឧបនាយករដ្ឋមន្ត្រីលោកក៏ចូលចិត្តអានចូលចិត្តសរសេរច្រើនហើយគាត់មានស្នាដៃសភៅច្រើននេះក៏ជាឧទាហរណ៍មួយហើយបើយើងមើលពីអ្នកដែលទទួលបានជោគជ័យកម្រិតពិភពលោកសុទ្ធតែគាត់នឹងចំណាយពេលច្រើននៅក្នុងការអានផងដែរចានេះគឺជាអត្ថប្រយោជន៍ច្រើនមែនទែនសម្រាប់អ្នកដែលគាត់ចូលចិត្តនៅអំណានឬក៏ការអានហើយយុវជនរបស់យើងនៅក្នុងពេលបច្ចុប្បន្ននេះក៏គាត់ចាប់អារម្មណ៍មកលើការអាននេះកាន់តែខ្លាំងផងដែរប៉ុន្តែការអានដើម្បីអាចអានបានតើតែមានសភៅឬក៏ទីកន្លែងសម្រាប់អានក្រៅតែពីនៅផ្ទះពីព្រោះបើមានទីកន្លែងសម្រាប់អានវាតាក់ទាញអ្នកដែលគាត់ផ្លាស់ប្ដូរបរិយាកាសពីផ្ទះទៅកាន់សាលារៀនឬក៏ទៅកាន់ទីសាធារណៈអញ្ចឹងបើនិយាយពីក្របខ័ណ្ឌសាលារៀនគឺបណ្ណាល័យសំខាន់ខ្លាំងមែនទែននៅក្នុងនាមជាក្រសួងអប់រំដែលជាក្រសួងជំនាញថាតើការរៀបចំបណ្ណាល័យនៅទូទាំងប្រទេសកម្ពុជាបច្ចុប្បន្នភាពមកដល់ពេលនេះយើងមានការរៀបចំដល់កម្រិតណាហើយដែរលោកជំទាវចាតកតងទៅនឹងបណ្ណាល័យនៅតាមសាលារៀនគឺក្រសួងបានសហការជាមួយនឹងដៃគូជាច្រើនដើម្បីទី1រៀបចំកំណត់ស្តង់ដារមួយថាតើបណ្ណាល័យមួយដែលមានស្តង់ដារឆ្លើយតបទៅនឹងកម្រិតនីមួយៗមិនថាកម្រិតបឋមសិក្សាឬក៏កម្រិតមធ្យមសិក្សាឬក៏កម្រិតមហាវិទ្យាល័យនឹងត្រូវមានលក្ខណៈបែបណាហើយក្រៅពីនោះយើងក៏សហការជាមួយនឹងដៃគូនៅក្នុងការរៀបចំអំណាននៅក្នុងបណ្ណាល័យនិងការគ្រប់គ្រងនៅក្នុងបណ្ណាល័យផងដែរហើយក្រៅពីនោះគឺយើងក៏សហការនៅក្នុងការរៀបចំនិពន្ធនិងតែងសភៅជាច្រើនផងដែរហើយលើសពីនេះទៀតដោយសារតែនៅក្នុងពេលបច្ចុប្បន្នជាសម័យកាលដែលយើងប្រើប្រព័ន្ធបច្ចេកវិទ្យាច្រើនអញ្ចឹងហើយក្រសួងក៏បានរៀបចំជា platform ជាច្រើនជាពិសេសយើងមាន platform មួយដែលយើងហៅថាសាលា digital ដែលនៅក្នុងថ្នាលមួយនេះគឺយើងមានឯកសារទាំងសៀវភៅក៏ដូចជាវីដេអូនិងសំឡេងជាច្រើនដែលប្រិយមិត្តអ្នកអានមិនថាតែសិស្សានុសិស្សឬក៏លោកគ្រូអ្នកគ្រូទេអ្នកដែលចូលចិត្តអានអាចចូលទៅដើម្បី download ឯកសារជា soft copy ជា PDF ហ្នឹងហើយអាចអាននៅក្នុងទូរស័ព្ទឬក៏នៅក្នុង tablet របស់ខ្លួនបានអញ្ចឹងនេះគឺជាការងារសំខាន់ដែលក្រសួងអប់រំយុវជននិងកីឡាខិតខំព្យាយាមដើម្បីឲ្យឆ្លើយតបទៅនឹងតម្រូវការនៅក្នុងការអានមិនថាអ្នកចូលចិត្តអានសភៅនៅក្នុងបណ្ណាល័យឬក៏នៅក្នុង platform online នានានោះទេចាចុះចំណែកបណ្ណាល័យនៅទូទាំងប្រទេសមកដល់ពេលនេះនៅក្នុងកម្រិតសិក្សាយើងបានបង្កើតបានគ្រប់គ្រាន់ទៅតាមអ្វីដែលសាលារៀននីមួយៗមានតម្រូវការហើយឬនៅយើងអាចនិយាយបានថានៅក្នុងទូទាំងប្រទេសយើងមានបណ្ណាល័យនៅតាមសាលារៀនដោយឡែកអ្វីដែលក្រសួងអប់រំយុវជននិងកីឡាកំពុងខិតខំប្រឹងប្រែងគឺធ្វើយ៉ាងណាដើម្បីឲ្យបណ្ណាល័យដែលមានស្រាប់នឹងមានស្តង់ដារអញ្ចឹងយើងអាចសួរសំណួរបន្តទៀតថាតើស្តង់ដារសាលារៀនហ្នឹងគាត់ត្រូវមានអីខ្លះបើសិនយើងពិនិត្យមើលទៅលើការស្រាវជ្រាវរបស់សមាគមបណ្ណាល័យនៃសហព័ន្ធអន្តរជាតិក៏ដូចជាអ្វីដែលយើងយកមកប្រើប្រាស់នៅក្នុងការរៀបចំជាស្តង់ដារបណ្ណាល័យរបស់ក្រសួងអប់រំយុវជននិងកីឡាផ្ទាល់គឺយើងកំណត់ថានៅក្នុងសាលារៀនមួយត្រូវមានទំហំប៉ុណ្ណាឧទាហរណ៍បឋមសិក្សាត្រូវមានទំហំ7ម៉ែត្រគុណនឹង8ម៉ែត្រឬក៏9ម៉ែត្រជាដើមឡាត្រូវមានតុត្រូវមានទូត្រូវមានសម្ភារៈអីខ្លះជាដើមហើយអ្នកដែលគ្រប់គ្រងបណ្ណាល័យត្រូវមានសមត្ថភាពបែបណាហើយលើសពីនឹងទៀតត្រូវកំណត់ដែរថាតើនៅក្នុងបណ្ណាល័យហ្នឹងចំនួនសភៅហ្នឹងត្រូវមានចំនួនប្រមាណអញ្ចឹងជារួមគឺយើងចង់រៀបចំឲ្យបណ្ណាល័យមួយមានស្តង់ដារហ្នឹងគឺមានសភៅយ៉ាងហោចណាស់ក៏អាចថា500ចំណងជើងដែលក្នុងមួយចំណងជើងមានយ៉ាងហោចក៏2ក្បាលដែរសម្រាប់ឲ្យបងប្អូនហើយយើងអាចបង្កើនចំនួនទៅតាមចំនួនសិស្សនៅតាមសាលាមួយឲ្យកាន់តែច្រើនជាងហ្នឹងហើយក្រៅពីនោះក៏យើងត្រូវកំណត់ថានៅក្នុងប្រភេទសភៅទាំងអស់ហ្នឹងត្រូវតែមានជាភាសាខ្មែរប្រមាណភាគរយភាសាបរទេសប្រមាណភាគរយហ
ហើយសភៅនោះទៀតសោតត្រូវតែមានសភៅបែបនិទានជាសាច់រឿងប្រឡោមលោកប្រមាណភាគរយហើយនឹងជាផ្នែកវិទ្យាសាស្ត្រនឹងប្រមាណភាគរយជាដើមអញ្ចឹងទាំងអស់ហ្នឹងគឺសុទ្ធតែបានកំណត់នៅក្នុងឯកសាររបស់ក្រសួងអប់រំយុវជននិងកីឡាហើយក្រសួងកំពុងតែខិតខំប្រឹងប្រែងដើម្បីជំរុញឲ្យបណ្ណាល័យទូទាំងប្រទេសហ្នឹងមានស្តង់ដារបែបនេះឬក៏អាចខ្ពស់ជាងនេះទៅតាមទីតាំងនីមួយៗដែលគាត់អាចមានលទ្ធភាពឬក៏យើងអាចទៅរួចចា៎បច្ចុប្បន្នយើងមានបណ្ណាល័យទូទាំងប្រទេសប្រមាណដែរលោកជំទាវបើសិនជាយើងកលេចមើលទៅសាលារៀនទូទាំងប្រទេសគឺយើងឃើញថាបណ្ណាល័យដែលយើងអាចប្រើប្រាស់បាននៅក្នុងពេលបច្ចុប្បន្នហ្នឹងមានសភៅឆ្លើយតបទៅនឹងការរៀនបង្រៀនហ្នឹងគឺមានប្រមាណជា5500បណ្ណាល័យនៅទូទាំងប្រទេសនេះយើងមិនរាប់បញ្ចូលនៅបណ្ណាល័យចល័តនានាដែលមានការសហការពីសហគមន៍ឬក៏ដៃគូនានាដែលគាត់ខិតខំប្រឹងប្រែងនៅក្នុងការផ្ដល់កន្លែងដើម្បីអានបានសម្រាប់បងប្អូនសិស្សានុសិស្សផងដែរចា៎ជាការពិតបើយើងចាប់អារម្មណ៍បណ្ណាល័យនៅទូទាំងប្រទេសមានជាង5000ប៉ុន្តែក្រសួងនៅពង្រីកបន្ថែមទៀតព្រោះអត់ទាន់មានលក្ខណៈគ្រប់គ្រាន់ជាពិសេសសម្រាប់សិស្សនៅតាមទីជនបទអីជាដើមប៉ុន្តែចាប់អារម្មណ៍ដែរនៅរយៈពេលចុងក្រោយនេះឃើញមានការរៀបចំជាបណ្ណាល័យចល័តនៅតាមទីសាធារណៈដូចជានៅសួនច្បារនៅកន្លែងកំសាន្តអីនានាដែលមានជាបុគ្គលឯកជនខ្លះទៅមានអង្គការខ្លះទៅសមាគមខ្លះទៅដែលគាត់រៀបចំថាតើក្នុងនាមក្រសួងជំនាញយើងយល់ថាការរៀបចំបណ្ណាល័យនៅតាមទីសាធារណៈនេះវាជួយលើកកម្ពស់ការអានទៅដល់យុវជនរបស់យើងយ៉ាងម៉េចដែរចាពិតណានេះខ្ញុំជឿថាសភៅនៅក្នុងពេលបច្ចុប្បន្នហ្នឹងជាភាសាខ្មែរតែម្ដងអាចនៅមានចំនួនកំណត់ដែលមិនទាន់អាចនិយាយបានថាឆ្លើយតបទៅនឹងគ្រប់ផ្នែកគ្រប់មុខវិជ្ជាដែលអ្នកអានអាចស្វែងរកបានក៏ប៉ុន្តែនេះខ្ញុំជឿថាការរៀបចំឲ្យមានសភៅអាននៅតាមទីតាំងនៅគ្រប់កន្លែងគឺជារឿងសំខាន់ហើយជាពិសេសកន្លងមកក្រសួងអប់រំក៏សហការជាមួយនឹងអង្គការជាច្រើនមិនថាតែអង្គការ SIPA អង្គការ Room to Read ឬក៏ Asia Foundation ជាដើមឡើយនេះខ្ញុំមិនអាចរៀបរាប់ឈ្មោះអស់ដោយសារយើងមានដៃគូជាច្រើនដែលកំពុងតែសហការនៅក្នុងការអាននេះពួកគាត់បានរៀបចំបណ្ណាល័យមិនមែនគ្រាន់តែនៅក្នុងជួយសហការឬក៏គ្រប់គ្រងក្រសួងក្នុងការរៀបចំបណ្ណាល័យក៏ដូចជាផ្ដល់ជាសភៅទេក៏ប៉ុន្តែគាត់ថែមទាំងរៀបចំបណ្ណាល័យនៅតាមសហគមន៍មួយចំនួនដូចជានៅតាមរោងចក្រនៅតាមមន្ទីរឃុំឃាំងឬក៏រៀបចំជាបណ្ណាល័យចល័តដែលមានទាំងឡានក៏ដូចជាទូកដើម្បីអាចចរាចរបាននៅក្នុងទីតាំងដែលមានទឹកឬក៏នៅមាត់ទឹកមាត់ទន្លេអញ្ចឹងហើយគាត់ធ្វើដំណើរទៅដល់សាលារៀននៅលើទឹកអីជាដើមដើម្បីឲ្យបងប្អូនសិស្សានុសិស្សហ្នឹងនៅបឹងទន្លេសាបហ្នឹងគាត់អាចអានបានដូចគ្នាហើយក្រៅពីហ្នឹងក៏ដៃគូមួយចំនួនគាត់សហការជាមួយនឹងយុវជនឬក៏សិស្សនិស្សិតរបស់យើងដើម្បីឲ្យគាត់យើងហៅថាបណ្ណាល័យសក្កដោអញ្ចឹងបណ្ណាល័យសក្កដោហ្នឹងគឺយើងមានសភៅដាក់នៅក្នុងសក្កដោគាត់ឲ្យគាត់ដើរធ្វើដំណើរពីភូមិមួយទៅភូមិមួយពីកន្លែងមួយទៅកន្លែងមួយតាមផ្ទះទៀតដើម្បីឲ្យបងប្អូនសិស្សានុសិស្សហ្នឹងគាត់អាចអានបានអញ្ចឹងពិតជាដូច្នេះមានន័យថាការធ្វើបណ្ណាល័យចល័តនេះគឺពិតជាមានសារៈសំខាន់ដើម្បីបំពេញបន្ថែមនៅអ្វីដែលក្រសួងអប់រំយុវជននិងកីឡាបាននឹងកំពុងរៀបចំនៅតាមសាលារៀនហើយសភៅមួយចំនួនគាត់ក្រៅពីគាត់ខ្ចីពីបណ្ណាល័យគឺគាត់អាចអាននៅតាមបណ្ណាល័យចល័តទាំងអស់ហ្នឹងចា៎អញ្ចឹងកន្លងមកយើងក៏ឃើញថាដៃគូក៏ដូចជាអាជ្ញាធរដែនដីជាពិសេសក៏គាត់បានធ្វើការងារជិតស្និទ្ធជាមួយនឹងដៃគូជាច្រើននៅក្នុងការរៀបចំបណ្ណាល័យចល័តដែរឧទាហរណ៍នៅក្នុងពេលថ្ងៃសៅរ៍ថ្ងៃអាទិត្យនៅក្នុងពេលថ្មីនេះនៅពេលដែលយើងរៀបចំឲ្យផ្លូវចាជា Walk Street ហ្នឹងក៏មានបណ្ណាល័យចល័តមួយរបស់អង្គការ SIPA ដែលដាក់តាំងហើយមានសភៅច្រើនមុខច្រើនផ្នែកឲ្យអ្នកអានហ្នឹងគាត់អាចអានបានដែរចាអញ្ចឹងល្អមែនតើដែលនេះគឺជាការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំហើយក៏មានការលើកទឹកចិត្តទោះបីជាខ្លះបុគ្គលឯកជនយើងមិនបានសហការជាមួយក្រសួងអប់រំមែនប៉ុន្តែយើងលើកទឹកចិត្តឲ្យគាត់ធ្វើពីព្រោះអត់មានអ្វីដែលខាតប្រយោជន៍ទេនៅក្នុងការជំរុញឲ្យមានការអាននេះក៏លេចមកចាប់អារម្មណ៍ពីអរិយាប័ត្ររបស់សិស្សានុសិស្សយុវជនយើងនៅក្នុងពេលបច្ចុប្បន្ននេះបើតាមក្រសួងដែលតាមដានគាត់ផ្ទាល់ទាំងការចូលអាននៅក្នុងប្រព័ន្ធ Digital ក៏ដូចជានៅតាមបណ្ណាល័យតើក្រសួងអប់រំសង្កេតឃើញយ៉ាងម៉េចដែរហើយយើងអាចដឹងតួលេខខ្លះទេពីចំនួនសិស្សដែលគាត់ដូចថាក្នុងមួយឆ្នាំសិក្សាការចូលអានបណ្ណាល័យប្រមាណអ្នកអីជាដើមទេចាតកតងទៅនឹងកំណើននៃការអាននេះខ្ញុំជឿថាយើងអាចបង្ហាញតាមរយៈពិព័រណ៍សៀវភៅដែលរៀងរាល់ឆ្នាំក្រសួងអប់រំយុវជននិងកីឡាតែងតែរៀបចំនៅក្នុងអំឡុងពេលនៃទិវាជាតិអំណាចក៏ដូចជាសហការជាមួយនឹងក្រសួងពាក់ព័ន្ធទៀតនៅក្នុងការរៀបចំពិព័រណ៍សៀវភៅផ្សេងទៀតអញ្ចឹងជាពិសេសនៅក្នុងឆ្នាំ2025កាលពីថ្ងៃទី11កន្លងមកនេះនៅពេលដែលយើងរៀបចំតាំងពិព័រណ៍ហ្នឹងគឺយើងបង្កើនថ្ងៃក្នុងការតាំងពិព័រណ៍
ដោយសារតែក្នុងឆ្នាំកន្លងមកហ្នឹងយើងឃើញថាកំណើននៃអ្នកចូលរួមមកទស្សនាក៏ដូចជាមកទិញឬក៏មកមើលសៀវភៅនៅក្នុងពិព័រណ៍ហ្នឹងមានការកើនឡើងហើយជាសំណូមពររបស់អ្នកអានផងដែរយើងពង្រីកការតាំងពិព័រណ៍ហ្នឹងរហូតដល់4ថ្ងៃហើយចំនួននៃស្តង់ហ្នឹងក៏មានការកើនឡើងច្រើនជាងឆ្នាំមុនដែរអញ្ចឹងចំនួនបរិមាណនៃអ្នកចូលរួមនេះគឺជាផ្នែកមួយដែលអាចបញ្ជាក់អំពីការគ្រប់គ្រងក៏ដូចជាការចូលចិត្តអានផ្នែកទី2ដែលយើងអាចបញ្ជាក់បានគឺតាមរយៈចំណងជើងសៀវភៅដែលមានចំនួនកើនឡើងពីមុនបើសិនយើងនិយាយអំពីសៀវភៅជាភាសាខ្មែរយើងអាចនិយាយថាមានចំនួនកំណត់ក៏ប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ននេះយើងឃើញមានការកើនឡើងគួរឲ្យកត់សម្គាល់អញ្ចឹងយើងឃើញមានអ្នកនិពន្ធថ្មីដែលគាត់និពន្ធទាំងសៀវភៅប្រឡោមលោកក៏ដូចជាសៀវភៅគេហៅថាបែបវិទ្យាសាស្ត្រឬក៏ការពិតហ្នឹងទាំងប្រវត្តិសាស្ត្រឬក៏ផ្នែកមុខវិជ្ជាផ្សេងៗហ្នឹងដាក់លក់នៅក្នុងទីផ្សារអញ្ចឹងបរិមាណកើនឡើងនៃការតែងនិពន្ធនេះក៏ជាសក្ខីភាពមួយបញ្ជាក់អំពីតម្រូវការនៅក្នុងពេលបច្ចុប្បន្នដែរហើយបើសិនជាយើងមើលទៅលើចំនួននៃអ្នកដែលចូលអាននៅក្នុង platform digital ហើយ download សៀវភៅចេញពី platform របស់ក្រសួងដែលយើងហៅថាសាលា digital នេះក៏មានការកើនឡើងជាប្រចាំផងដែរហើយអ្នកដែលស្ម័គ្រចិត្តនៅក្នុងការផ្ដល់ឯកសារជា PDF មកដល់ក្រសួងនៅក្នុងការផ្សព្វផ្សាយជាប្រព័ន្ធអនឡាញនេះក៏មានចំនួនកើនឡើងហើយមួយទៀតដែរបើសិនជាតកតងទៅនឹងសាលារៀនគឺយើងឃើញថាដោយសារតែបច្ចុប្បន្នក្រសួងកំពុងតែជំរុញនៅក្នុងការអនុវត្តវិធីសាស្ត្របង្រៀនស្របតាមសតវត្សទី21ដែលទាមទារឲ្យសាស្ត្រានុសិស្សហ្នឹងគាត់ធ្វើការស្រាវជ្រាវអញ្ចឹងហើយចង់មិនចង់យើងឃើញថាបងប្អូនសាស្ត្រានុសិស្សត្រូវតែអានត្រូវតែស្វែងយល់អំពីប្រធានបទណាមួយដែលគាត់បានទទួលទៅអញ្ចឹងគាត់ចូលអាននៅក្នុងបណ្ណាល័យផងអាចចូលទៅក្នុង platform online ដើម្បីទាញយកឯកសារនានាផងអញ្ចឹងនៅក្នុងសាលារៀនយើងមានម៉ោងតម្រូវនៅក្នុងការឲ្យគាត់នឹងចូលអាននៅក្នុងបណ្ណាល័យផងហើយនឹងដាក់គេហៅថាគម្រោងឲ្យគាត់ធ្វើការស្រាវជ្រាវផងចា៎ដូច្នេះក្នុងពេលបច្ចុប្បន្នយើងសង្កេតឃើញថាអំណាចមានការកើនឡើងគួរឲ្យកត់សម្គាល់ហើយតួនាទីបណ្ណាល័យហ្នឹងមានតួនាទីកាន់តែសំខាន់នៅក្នុងពេលបច្ចុប្បន្នចា៎ជាការពិតនេះពាក់ព័ន្ធជាមួយនឹងការរៀបចំបណ្ណាល័យប៉ុន្តែបើនិយាយមួយជ្រុងទៀតគឺទៅលើការបង្កើនចំនួនសៀវភៅវិញម្ដងចង់ដឹងដែរពីក្រសួងអប់រំយើងមានកិច្ចសហការយ៉ាងម៉េចដែរដើម្បីបង្កើតជាឬក៏ចងក្រងជាសៀវភៅថ្មីដើម្បីផ្ដល់ជូនទៅដល់អ្នកដែលគាត់ចូលចិត្តអានមកនេះអ្នកអានគាត់ផ្លាស់ប្ដូរពីសៀវភៅមួយទៅសៀវភៅមួយបន្តរហូតហើយអញ្ចឹងគាត់ត្រូវការអ្វីដែលថ្មីសៀវភៅអីដែលថ្មីពាក់ព័ន្ធជាមួយនឹងការផ្គត់ផ្គង់ទៅលើសៀវភៅនេះយ៉ាងម៉េចដែរចាតកតងទៅនឹងការផ្គត់ផ្គង់សៀវភៅនេះខ្ញុំសូមអនុញ្ញាតបញ្ជាក់ថាកន្លងមកក្រសួងតែងធ្វើការងារជាមួយនឹងដៃគូហើយយើងតែងតែទទួលបានការគ្រប់គ្រងនិងផ្ដល់ជាសៀវភៅជាច្រើនជាភាសាបរទេសពីដៃគូហើយក៏មានដៃគូមួយចំនួនទៀតដែលគាត់រៀបចំទៅជាគ្រឹះស្ថានរបស់ពុម្ពផ្សាយតែម្ដងដូចជាអង្គការ Room to Read ឬក៏អង្គការ SIPA ជាដើមដែលគាត់ផលិតសៀវភៅដែលផ្ទាល់តែម្ដងហើយផ្ដល់សៀវភៅហ្នឹងមកដល់ក្រសួងហើយចំណែកផ្ទៃក្នុងក្រសួងតែម្ដងក៏យើងរៀបចំជាសៀវភៅទៅតាមមុខវិជ្ជានីមួយៗយើងមានគ្រឹះស្ថានរបស់ពុម្ពនឹងចែកផ្សាយដែលគាត់តែងតែសហការជាមួយនឹងគ្រូបង្រៀននានាដើម្បីនិពន្ធសៀវភៅឬរៀបចំសៀវភៅដើម្បីគ្រប់គ្រងការរៀននិងបង្រៀនហើយក្រៅពីនោះក្រសួងអប់រំយុវជននិងកីឡាក៏បានទទួលថវិកាពីរាជរដ្ឋាភិបាលនៅក្នុងការបង្កើតជាមូលនិធិមួយដែលមូលនិធិនេះបច្ចុប្បន្នយើងកំពុងធ្វើការងារជិតស្និទ្ធជាមួយនឹងសាកលវិទ្យាល័យក៏ដូចជាសាលាគរុកោសល្យទូទាំងប្រទេសដើម្បីឲ្យសាស្ត្រាចារ្យនានាហ្នឹងគាត់និពន្ធសៀវភៅដែលពាក់ព័ន្ធទៅនឹងមុខវិជ្ជាដែលគាត់បង្រៀនឬក៏តម្រូវការនៅក្នុងសាលារៀនអញ្ចឹងយើងសង្កេតឃើញថាដោយសារតែមានការសហការពីគ្រប់ភាគីទាំងអស់មិនថាតែដៃគូឬក៏ក្រសួងផ្ទាល់និងលោកគ្រូអ្នកគ្រូជាច្រើនដែលគាត់ចង់បង្ហាញពីស្នាដៃរបស់គាត់ក៏ដូចជាគ្រប់គ្រងនៅក្នុងវិស័យសរសេរនិងអំណាចហ្នឹងយើងឃើញថាយើងបានផលិតសៀវភៅជាច្រើននៅក្នុងក្របខ័ណ្ឌរបស់ក្រសួងអប់រំយុវជននិងកីឡាហើយសៀវភៅហ្នឹងសៀវភៅមួយចំនួនបានចែកជូនទៅដល់បណ្ណាល័យនានាក៏ដូចជាទូទៅគឺផ្សព្វផ្សាយតាមគេហទំព័ររបស់ក្រសួងអប់រំដែលអ្នកអានគ្រប់គ្នាអាចទាញយកបានពីនៅក្នុងplatform របស់ក្រសួងអប់រំយុវជនមានឈ្មោះអ្វីដែរលោកជំទាវ platform នេះមានឈ្មោះថាសាលា digital សាលា digital ជាភាសាខ្មែរចាជាភាសាខ្មែរហើយខ្ញុំជឿថាចំណងវាអាចស្រាវជ្រាវរកតាមចំណងជើងឬក៏តាមឈ្មោះអ្នកនិពន្ធដែលយើងត្រូវការអញ្ចឹងសៀវភៅដោយសារយើងមានកម្មសិទ្ធិបញ្ញាដែរអញ្ចឹងមានសៀវភៅមួយចំនួនដែលយើងអត់អាចមានប៉ុន្តែរាល់សៀវភៅដែលមានការស្ម័គ្រចិត្តផ្ដល់ដល់អ្នកនិពន្ធនោះក៏យើងមាននៅក្នុង platform ហ្នឹងហើយសូមអនុញ្ញាតបញ្ជាក់ដែរថាមូលនិធិដែលយើងបង្កើតហ្នឹងគឺយើងសុំទិញសិទ្ធិគឺយើងផ្ដល់ថវិកាក្នុងការគ្រប់គ្រងគាត់តែងនិពន្ធហើយយើងសុំសិទ្ធិគាត់នៅក្នុងការផ្សព្វផ្សាយតែម្ដងអញ្ចឹងទើបយើង platform នេះក៏មានសៀវភៅគួរឲ្យកត់សម្គាល់
សម្រាប់អ្នកអានក្នុងការទាញយកមកអានផងដែរ ចាជាការពិតនេះបើយើងនិយាយអំពីទីតាំងដែលសម្បូរទៅដោយសៀវភៅគឺបណ្ណាល័យនេះហើយនឹងតាមលក្ខណៈ digital ប៉ុន្តែបើសិនជាពលរដ្ឋទូទៅឬក៏យុវជនគាត់ចង់ផ្លាស់ប្ដូរបរិយាកាសពីផ្ទះមកកាន់បណ្ណាល័យថាតើបណ្ណាល័យដែលក្រសួងប្រឹងប្រែងនៅក្នុងការរៀបចំជាស្តង់ដារនៅតាមសាលារៀននានាហ្នឹងយើងបើកឱកាសឲ្យសាធារណជនទូទៅក្រៅតែពីសិស្សនៅតាមសាលាហ្នឹងគាត់អាចចូលអានបានទេ ចាពិតណាស់បណ្ណាល័យនៅតាមសាលារៀនទិសដៅសំខាន់ទី1គឺសម្រាប់សិស្សហើយនិងគ្រូដើម្បីគាត់សិក្សាស្រាវជ្រាវក៏ដូចជារៀនសូត្រក៏ប៉ុន្តែកន្លងមកបណ្ណាល័យទូទាំងប្រទេសរបស់ក្រសួងអប់រំក៏អនុញ្ញាតឲ្យសាធារណជនចូលអានផងដែរហើយនេះខ្ញុំជឿថាក្រៅពីបណ្ណាល័យដែលយើងប្រើប្រាស់នៅតាមសាលារៀនមួយក៏យើងមានបណ្ណាល័យជាច្រើនទៀតនៅតាមសាកលវិទ្យាល័យហើយក្នុងពេលឆាប់នេះយើងក៏នឹងសម្ពោធនៅបណ្ណាល័យមួយទៀតយើងហៅថាបណ្ណាល័យសម្ដេចសង្ឃរាជជួនណាតដែលមានទីតាំងនៅក្នុងបរិវេណវិទ្យាស្ថានជាតិអប់រំដើម្បីប្រែក្លាយបណ្ណាល័យនេះទៅជាយើងហៅថាមជ្ឈមណ្ឌលដែលទុកនៅឯកសារអប់រំអញ្ចឹងមានន័យថាបណ្ណាល័យថ្មីមួយនេះនឹងបំរើតួនាទីដើរតួនាទីរបស់ខ្លួននៅក្នុងវិស័យអប់រំជាពិសេសតែម្ដងហើយក៏យើងព្យាយាមដាក់សភៅផ្សេងទៀតសម្រាប់អ្នកអានជាទូទៅដែលក្រៅពីវិស័យអប់រំផងដែរចានេះជាការកត់សម្គាល់ពីកិច្ចការងារដែលក្រសួងអប់រំប្រឹងប្រែងធ្វើដើម្បីជំរុញការអានហើយស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិថ្មីនេះដែលយើងឃើញថាបញ្ចកោណទី1គឺការអភិវឌ្ឍមូលធនមនុស្សសំខាន់ខ្លាំងមែនទែនអញ្ចឹងប្រហែលថ្ងៃមុននេះជាការកត់សម្គាល់ដូចជានៅក្នុងការប្រកួតសញ្ញាបត្រទៅដល់និស្សិតនៃវិទ្យាស្ថានវណ្ណដានេះខ្ញុំចាប់អារម្មណ៍សម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានជំរុញឲ្យមាននៅការសហការពីក្រសួងអប់រំក៏ដូចជាអាជ្ញាធរមូលដ្ឋានដែនដីនៅគ្រប់រាជធានីខេត្តទាំងអស់រៀបចំឲ្យមានជាបណ្ណាល័យចល័តឲ្យបានច្រើននៅទូទាំងប្រទេសដោយសង្កេតឃើញថាប្រជាពលរដ្ឋក៏ចាប់អារម្មណ៍បណ្ណាល័យចល័តនេះហើយតែងតែទទួលបានជោគជ័យតាមរយៈការចូលអានតើក្រសួងអប់រំយល់ឃើញយ៉ាងម៉េចដែរជាមួយនឹងការជំរុញរបស់រាជរដ្ឋាភិបាលហើយយើងអាចមានផែនការអ្វីថ្មីបន្ថែមទៀតជុំវិញបញ្ហានេះដែរទេចាឆ្លើយតបទៅនឹងប្រសាសន៍ណែនាំរបស់សម្ដេចមហាបវរធិបតីនៅក្នុងអង្គសន្និបាតគឺក្រសួងអប់រំយុវជននិងកីឡាផ្ដោតសំខាន់លើចំណុចទី1គឺពង្រឹងបណ្ណាល័យដែលមានស្រាប់ហ្នឹងឲ្យមានស្តង់ដារដោយដែលខ្ញុំបានបញ្ជាក់ហើយរឿងទី2គឺពង្រីកបណ្ណាល័យដែលនៅតាមសាលាមួយចំនួនអាចនិយាយថាមិនទាន់មានលក្ខណៈត្រឹមត្រូវហ្នឹងឲ្យមានបណ្ណាល័យនៅគ្រប់សាលារៀនទាំងអស់អញ្ចឹងយើងកំពុងតែអភិវឌ្ឍជាបណ្ដាហើយចំណុចទី3ដែលយើងកំពុងតែរៀបចំដែរឆ្លើយតបទៅនឹងបណ្ណាល័យចល័តនេះក៏យើងសហការគ្រប់គ្រងជាមួយនឹងដៃគូជាច្រើននៅក្នុងការផ្ដល់ធនធានដែលក្រសួងមាននៅក្នុងការរៀបចំហើយកន្លងមកក៏យើងឃើញថាអាជ្ញាធរដែនដីតាមតំបន់នីមួយៗក៏ចាប់អារម្មណ៍ហើយឃើញនៅក្នុងការផ្សព្វផ្សាយជាទូទៅនឹងរៀបចំឲ្យមានការអាននៅតាមដងផ្លូវឬនៅតាមទីសាធារណៈនីមួយៗដែលនេះគឺជាចំណុចល្អនៅក្នុងការគ្រប់គ្រងឲ្យបងប្អូនយុវជនក៏ដូចជាសាធារណជននឹងងាកមកអានជាជាងចំណាយពេលនៅក្នុងការធ្វើអ្វីផ្សេងដែលផ្ដាស់ចាអញ្ចឹងនេះគឺជាចំណុចសំខាន់ពីព្រោះពេលគាត់អានគាត់នឹងមើលឃើញថាគាត់ខ្វះខាតហើយត្រូវការចំណេះដឹងច្រើនទៀតពីព្រោះដូចយើងតែងតែថាអញ្ចឹងថារៀនកាន់តែច្រើនយើងឆ្ងល់កាន់តែច្រើនយើងមានអារម្មណ៍ថាយើងអត់ចេះកាន់តែច្រើនអញ្ចឹងយើងត្រូវការអានបន្តអញ្ចឹងការអភិវឌ្ឍធនធានមនុស្សគឺជារឿងសំខាន់ដែលត្រូវឲ្យមានការអាននេះអញ្ចឹងចំណុចមួយទៀតដែរក្រសួងអប់រំយុវជននិងកីឡាក៏តែងតែជំរុញឲ្យបងប្អូនដែលជានិស្សិតឲ្យគាត់ចូលរួមនៅក្នុងដំណើរការនៃការអាននេះហើយកន្លងមកក៏មានបងប្អូននិស្សិតជាច្រើនដែលគាត់ចូលរួមនៅក្នុងការយើងហៅថាបណ្ណាល័យសក្តិដែលខ្ញុំបានបញ្ជាក់ខាងដើមមានតែគាត់មានសក្តិមួយគាត់មានសភៅចន្លោះពី30ទៅ50ក្បាលឬក៏អាចច្រើនជាងនេះតាមគាត់អាចស្ពាយទៅបានដោយសារតែសភៅក្មេងៗមិនជាក្រាស់ទេអញ្ចឹងគឺសក្តិរបស់គាត់មួយគាត់អាចដើរធ្វើដំណើរពីផ្ទះមួយទៅផ្ទះមួយដើម្បីឲ្យបងប្អូនអាចអានសភៅទាំងអស់នឹងបានហើយនៅពេលដែលគាត់អានគាត់មានរូបអារម្មណ៍គាត់មានក្តីសម័យហើយយើងជឿថាយើងនឹងអាចនាំបងប្អូនចំនួនក្រោយហ្នឹងឲ្យទទួលបានជោគជ័យហើយចូលរួមបានពេញលេញនៅក្នុងការអភិវឌ្ឍប្រទេសជាតិអញ្ចឹងជារួមគឺក្រសួងអប់រំយុវជននិងកីឡាតែងតែចូលរួមសហការហើយក៏ដូចជាជំរុញឲ្យបងប្អូនដែលជានិស្សិតហ្នឹងអាចចូលរួមបានពេញលេញនៅក្នុងដំណើរការនៃការរៀបចំបណ្ណាល័យចល័តនេះផងដែរចា៎បច្ចុប្បន្ននេះយើងនៅខ្វះសម្រាប់បណ្ណាល័យស្តង់ដារនេះប្រហែលជាប្រមាណទៀតហើយយើងនៅអាចបំពេញបន្ថែមនៅត្រឹមដំណាក់កាលណាដំណាក់កាលទើបយើងអាចគិតថាវាគ្រប់គ្រាន់បើសិនតកតងទៅនឹងបណ្ណាល័យស្តង់ដារបើសិនជាយើងធ្លាប់ទទួលការវិតម្លៃពីដៃគូកន្លងមកយើងឃើញថានៅក្នុងពេលបច្ចុប្បន្នយើងមានបណ្ណាល័យដែលលើសក៏ដូចជាមានស្តង់ដារហ្នឹងប្រមាណជា71000បណ្ណាល័យដោយឡែកបណ្ណាល័យមួយចំនួនទៀតគឺយើងទាមទារនៅក្នុងការជំរុញបន្ថែមតកតងទៅនឹងការគ្រប់គ្រង
ដោយសារតែពេលបច្ចុប្បន្នគឺយើងអត់ទាន់មានបណ្ណារៈដែលរៀនចប់ផ្នែកបណ្ណារៈហ្នឹងផ្ទាល់តែម្ដងនោះទេជាទូទៅគឺយើងតែងប្រើប្រាស់គ្រូបង្រៀនយើងហ្នឹងជាបណ្ណារៈដើម្បីគាត់ណែនាំបងប្អូននៅក្នុងការអានអញ្ចឹងយើងនៅក្នុងពេលបច្ចុប្បន្នយើងចាប់ផ្ដើមយកចិត្តទុកដាក់កាន់តែច្រើនតាក់ទងទៅនឹងតួនាទីបណ្ណារៈនេះហើយជាពិសេសក្រសួងអប់រំក៏បានបញ្ជូនបណ្ណារៈនៅតាមសាលាគ្រូកោសល្យនានាហ្នឹងទៅបន្តការសិក្សាថ្នាក់បញ្ញាបត្រជាន់ខ្ពស់នៅក្រៅប្រទេសទៀតដើម្បីគាត់នឹងមានជំនាញកាន់តែច្បាស់ទៅលើការងារបណ្ណាល័យនេះអញ្ចឹងការងារសំខាន់តាក់ទងបណ្ណាល័យហ្នឹងគឺធនធានមនុស្សអញ្ចឹងអ្វីដែលចង់ផ្ដោតសំខាន់ហ្នឹងចង់ឲ្យលោកគ្រូអ្នកគ្រូដែលជាបណ្ណារៈហ្នឹងគាត់អាចដើរតួនាទីពេញលេញជាបណ្ណារៈដែលគ្រប់គ្រងការអានរបស់បងប្អូនតែម្ដងអញ្ចឹងនេះគឺជាទិសដៅសំខាន់ដែលក្រសួងកំពុងខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាឲ្យសាលារៀនដែលមានបណ្ណារៈដែលមានជំនាញពិតប្រាកដហ្នឹងចាប់ផ្ដើមពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់សាលាផ្សេងៗទៀតចា៎ជាការពិតណាស់បើយើងនិយាយអំពីលទ្ធភាពនៃការអាននេះហើយនឹងសភៅដែលល្អភាគច្រើនគឺនៅតាមសាលារៀននៅទីប្រជុំជននៅទីក្រុងអីជាដើមប៉ុន្តែដោយឡែកសម្រាប់សិស្សានុសិស្សដែលគាត់នៅតាមទីជនបទដាច់ស្រយាលថាតើកន្លងទៅនេះក្រសួងបានធ្វើកិច្ចការងារអ្វីខ្លះដើម្បីជំរុញឲ្យសិស្សានុសិស្សដែលគាត់នៅទីជនបទដាច់ស្រយាលហ្នឹងគាត់អាចមានលទ្ធភាពនៅក្នុងការអានបានដែរចាតកតងចំណុចនេះគឺទី1នេះខ្ញុំសូមអនុញ្ញាតបញ្ជាក់ថាប្រហែលជាសាធារណជនបានជ្រាបអំពីស្តង់ដារសាលារៀនគំរូដែលក្រសួងអប់រំបានដាក់ចេញអញ្ចឹងនៅក្នុងស្តង់ដារសាលារៀនគំរូនេះគឺមានផ្នែកមួយនៃស្តង់ដារហ្នឹងគឺតកតងទៅនឹងបណ្ណាល័យគឺមានន័យថាសាលារៀនដែលចង់ក្លាយទៅជាសាលាគំរូហ្នឹងលុះត្រាណាតែផ្នែកមួយដែលយើងបានផ្ដល់បន្ទុកដែរហ្នឹងគឺតកតងទៅនឹងការរៀបចំបណ្ណាល័យឲ្យបានទទួលបានស្តង់ដារអញ្ចឹងយើងឃើញថាកន្លងមកនៅពេលដែលយើងដាក់ចេញជាសូចនាករនេះគឺសាលារៀននីមួយៗខិតខំប្រឹងប្រែងនៅក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនដោយប្រើប្រាស់ធនធានដែលក្រសួងបានផ្ដល់ឲ្យក៏ដូចជាការគ្រប់គ្រងរបស់សហគមន៍មាតាបិតាហ្នឹងនៅក្នុងការពង្រីកគុណភាពឬក៏វិសាលភាពនៃបណ្ណាល័យរបស់ខ្លួនហើយមួយទៀតដែរក្រសួងអប់រំយុវជននិងកីឡាក៏កំពុងសហការជាមួយនឹងដៃគូពាក់ព័ន្ធនានាដែលជាអ្នកជំនាញខាងផ្នែកបណ្ណាល័យហ្នឹងដើម្បីពង្រឹងគុណភាពជាពិសេសការប្រើប្រាស់បណ្ណាល័យហើយអ្វីដែលសំខាន់គឺការជំរុញវិធីសាស្ត្របង្រៀនថ្មីនេះតែម្ដងដែលនៅក្នុងការរៀនហ្នឹងគឺតម្រូវឲ្យសិស្សត្រូវធ្វើការស្រាវជ្រាវអញ្ចឹងនៅពេលដែលក្រសួងជឿថានៅពេលដែលវិធីសាស្ត្របង្រៀននេះដាក់ចេញហើយទទួលបានជោគជ័យទូទាំងប្រទេសនោះដំណើរការនៃការអាននឹងត្រូវផ្សារភ្ជាប់ជាមួយនឹងគ្នាចា៎ចា៎ល្អមែនតើជឿជាក់ថាបន្ទាប់ពីផែនការរបស់ក្រសួងអប់រំបានដាក់ចេញទទួលបានជោគជ័យគឺគុណភាពនៃសិស្សានុសិស្សនៅទូទាំងប្រទេសនឹងកាន់តែល្អតាមរយៈការអានបានកាន់តែច្រើនផងដែរលោកជំទាវអាចជម្រាបជូនពីវិធីសាស្ត្រពាក់ព័ន្ធជាមួយនឹងការជំរុញការអានផ្ទាល់ខ្លួនបានទេដោយសារមនុស្សម្នាក់គាត់ចង់ដឹងនិងចង់វិវត្តខ្លួនទៅជាអ្នកអានដែលបានល្អថាតើក្នុងនាមជាជំនាញយើងមានអ្វីណែនាំគាត់ថាបើសិនជាចង់ខ្លាយទៅជាអ្នកអានទម្លាប់ខ្លួនខ្លាយជាអ្នកអានយើងអាចធ្វើយ៉ាងម៉េចខ្លះចានេះខ្ញុំជឿថាការអានអាចប្រហែលជាមានពីរប្រភេទសម្រាប់នាងខ្ញុំផ្ទាល់សម្រាប់នាងខ្ញុំផ្ទាល់ទី1គឺការអានដើម្បីបំពេញការងារឬក៏ឆ្លើយតបទៅនឹងការងារស្រាវជ្រាវហើយមួយទៀតគឺការអានកំសាន្តបើសិនជាផ្នែកទី1តើតើនឹងការអានដើម្បីស្រាវជ្រាវជាទូទៅយើងតែងមានទិសដៅរបស់យើងថាតើយើងចង់បានអីចង់ផលិតជាឯកសារឬក៏ដូចជាការងារអ្នកនាំពាក្យជាទូទៅត្រូវប្រមូលឯកសារដើម្បីអានអញ្ចឹងត្រូវដឹងទិសដៅថាតើខ្លួនចង់បានអីចង់ធ្វើអីចាអញ្ចឹងហើយតកតទៅនៅប្រធានបទនេះមិនមែនមានថាសភៅមួយក្បាលយើងយកមកអានតាំងពីទំព័រទី1ដល់ទំព័របញ្ចប់ទេប៉ុន្តែនៅក្នុងមាតិកាអាចបង្ហាញថាតើយើងអាចដកស្រង់ផ្នែកណាមួយមកឆ្លើយតបទៅនឹងប្រធានបទឬការងាររបស់យើងអញ្ចឹងដោយសារតែការងាររបស់ខ្ញុំជាទូទៅត្រូវទាមទារការអានច្រើនដូច្នេះហើយការស្វែងរកសភៅគ្រប់ប្រភេទហ្នឹងដើម្បីអានគឺជាការងារប្រចាំថ្ងៃរបស់ខ្ញុំដែរអញ្ចឹងនៅពេលដែលយើងមានតម្រូវការហើយយើងត្រូវចូលប្រជុំឬក៏រៀបចំអីមួយដែលយើងទាមទារមានចំណេះដឹងស៊ីជម្រៅលើរឿងនោះគឺយើងត្រូវអានប៉ុន្តែអាននោះគឺមិនមែនអានគ្រប់ទំព័រទៅលើសភៅដែលយើងមានមួយនោះទេប៉ុន្តែឆ្លើយតបនឹងប្រធានបទដោយឡែកផ្នែកមួយទៀតជាការអានកំសាន្តមានន័យថាយើងប្រហែលជាអាចចូលចិត្តឬក៏ចង់ដឹងរឿងណាមួយស៊ីជម្រៅបន្ថែមហើយដូចខ្ញុំជឿថាជាការអានកំសាន្តហើយការអានបែបនេះយើងអាចជ្រើសរើសប្រធានបទណាដែលយើងចូលចិត្តឬក៏យើងគិតថាយើងចង់ទទួលបានចំណេះដឹងបន្ថែមឬក៏អាចជាសភៅកំប្លែងប្រឡោមលោកដែលអានហើយសុបាយឬក៏យើងអាចចូលតួទៅក្នុងនោះវាជាការកាត់ផ្ដាច់ពីការងារដែលកំពុងតែធ្វើការ stress ហ្នឹងទៅក្នុងពិភពមួយទៀតអញ្ចឹងនេះខ្ញុំជឿថាបើសិនជាយើងអានក៏យើងអាចកាត់ផ្ដាច់នេះបានហើយនេះខ្ញុំជឿថាការអានពិបាកដំបូងប្រហែលជាការចាប់ផ្ដើមអញ្ចឹងបើសិនជានៅក្នុងតម្រូវការការងារយើងចាំបាច់អានហើយខ្ញុំគិតថានោះយើងជាការងារដែលយើងត្រូវធ្វើហើយ
ក៏ប៉ុន្តែបើសិនជាដើម្បីកំសាន្តខ្ញុំជឿថាប្រហែលជាពិបាកជំហានដំបូងគឺរកសភៅមួយក្បាលដែលយើងស្រឡាញ់ហើយចូលចិត្តប្រធានបទដែលយើងកំពុងចង់ដឹងឲ្យឃើញហើយគេហៅថាមុនដំបូងប្រហែលជាត្រូវបង្ខំខ្លួនឯងដាក់វិន័យឲ្យខ្លួនឯងនៅក្នុងការអានប៉ុន្តែបន្ទាប់ពីយើងអានសភៅទី1ហើយខ្ញុំជឿថាសភៅទី2ទី3នឹងចូលមកចានឹងទម្លាប់ហើយនៅក្នុងការស្រាវជ្រាវក៏ធ្លាប់បានបកស្រាយដែរថានៅពេលមនុស្សយើងទម្លាប់ធ្វើអីមួយនៅក្នុងរយៈបរិមាណណាមួយនោះហើយនោះយើងនឹងអាចបន្តទម្លាប់នឹងបានទៅវែងឆ្ងាយចុងក្រោយនេះលោកជំទាវអាចផ្ដាំជាសារអំពាវនាវទៅដល់យុវជនសិស្សានុសិស្សរបស់យើងឲ្យគាត់ងាកមកចាប់អារម្មណ៍ជាមួយនឹងការអានដើម្បីជាចំណេះដឹងក៏ដូចជាធ្វើម៉េចកុំឲ្យគាត់ប្រើប្រាស់នៅពេលវេលាដែលទំនេររបស់គាត់នឹងទៅធ្វើរឿងដែលមិនផ្ដល់ប្រយោជន៍ដល់សង្គមក៏ដូចជាគ្រួសារនិងខ្លួនឯងចាជាចុងក្រោយនេះខ្ញុំក៏សូមអនុញ្ញាតអំពាវនាវទៅដល់បងប្អូនផងដែរឲ្យងាកមកការអានព្រោះតាមពិតខ្ញុំជឿថាជីវិតយើងមានតែមួយហើយជីវិតយើងគួរតែមានតម្លៃហើយដើម្បីឲ្យជីវិតយើងមានតម្លៃលុះត្រាណតែយើងបំពេញការងារយើងប្រកបដោយប្រសិទ្ធភាពហើយដើម្បីយើងបំពេញការងារទាំងអស់បានប្រសិទ្ធភាពមិនថាតែនៅក្នុងការងារណាមួយទេមិនថាយើងជាសិស្សឬក៏បំពេញការងារនៅក្នុងផ្នែកសិល្បៈឬក៏ផ្នែកវិទ្យាសាស្ត្រណាក៏ដោយនេះខ្ញុំជឿថាយើងត្រូវការចំណេះដឹងជាមូលដ្ឋានដើម្បីយើងអាចធ្វើការងារនោះបានដោយជោគជ័យអញ្ចឹងការអានគឺជារឿងមួយសំខាន់ហើយនេះខ្ញុំជឿថាយើងមិនអាចធ្វើការងារមួយជោគជ័យដោយមិនមានទិន្នន័យច្បាស់លាស់ឬក៏ការអាននោះទេអញ្ចឹងនេះខ្ញុំក៏សូមលើកទឹកចិត្តទៅដល់បងប្អូនសិស្សានុសិស្សទាំងអស់ក៏ដូចជាយុវជននិងប្រិយមិត្តទាំងអស់សាកល្បងនៅក្នុងការអានហើយចាប់ផ្ដើមពីប្រធានបទណាមួយដែលយើងចាប់អារម្មណ៍ជាងគេហើយចូលចិត្តជាងគេចង់ដឹងជាងគេហើយជាអត្ថបទខ្លីៗងាយស្រួលអានសិនមុននឹងឈានទៅរកអត្ថបទដែលពិបាកឬក៏ដែលគាត់វែងក្រាស់ចាអញ្ចឹងនេះខ្ញុំជឿថាគាត់អាចចាប់ផ្ដើមហើយចាប់ផ្ដើមពីអ្វីដែលស្រួលពីអ្វីដែលគាត់ចូលចិត្តហើយការអាននេះពិតជានឹងផ្ដល់ជាគុណតម្លៃដល់គាត់និងនាំមកនូវភាពជោគជ័យសម្រាប់ជីវិតរបស់គាត់ចាអរគុណមែនទែនដែលបានចូលរួមសម្រាប់ការសម្ភាសនៅក្នុងកម្មវិធីពីកម្ពុជានៅក្នុងថ្ងៃនេះពាក់ព័ន្ធជាមួយនឹងវិធីសាស្ត្រអត្ថប្រយោជន៍នៃការអានក៏ដូចជាកិច្ចការងារដែលក្រសួងអប់រំបានធ្វើនៅពេលបច្ចុប្បន្ននេះដើម្បីជំរុញនៅការអានទាំងនៅតាមសាលារៀនក៏ដូចជានៅតាមទីសាធារណៈនានាផងដែរគោរពអរគុណលោកជំទាវជួបគ្នានៅពេលក្រោយទៀតចាសូមអរគុណលោកនាងទៅនឹងបានទស្សនានៅកិច្ចសម្ភាសរវាងនាងខ្ញុំជាមួយនឹងលោកជំទាវខួនបេជ្ជការអ្នកនាំពាក្យនៃក្រសួងអប់រំយុវជននិងកីឡាពីប្រធានបទដែលមានសារៈសំខាន់មួយទៀតគឺតកតងនឹងការអានអញ្ចឹងយើងបានដឹងហើយការប្រឹងប្រែងរបស់ក្រសួងអប់រំយុវជននិងកីឡាទី1គឺការរៀបចំបណ្ណាល័យឲ្យមាននៅគ្រប់សាលាទូទាំងប្រទេសហើយវិវត្តបណ្ណាល័យទាំងអស់នោះទៅជាបណ្ណាល័យស្តង់ដាដែលមានសភៅគ្រប់គ្រាន់មានលោកគ្រូអ្នកគ្រូដែលគាត់មានជំនាញច្បាស់លាស់នៅក្នុងការគ្រប់គ្រងការអាននិងបញ្ចូលទៅដល់សិស្សានុសិស្សជាដើមមួយទៀតនោះគឺជាការសហការជាមួយនឹងដៃគូពាក់ព័ន្ធដើម្បីរៀបចំជាបណ្ណាល័យចល័តនៅទូទាំងប្រទេសឲ្យមានកាន់តែច្រើនបន្ថែមទៀតដើម្បីជំរុញការអានស្របទៅនឹងអ្វីដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលជំរុញឲ្យមានការលើកកម្ពស់ការអាននេះទៅដល់យុវជនរបស់យើងឲ្យកាន់តែច្រើនផងដែរអរគុណសម្រាប់ការតាមដានទស្សនារបស់លោកអ្នកនៅកម្មវិធីពីកម្ពុជានៅថ្ងៃនេះនាងខ្ញុំគន្ធារួមជាមួយវាគ្មិនកិត្តិយសលោកជំទាវខួនវិជ្ជការសូមអរគុណនិងសូមគោរពលា